Rồi giờ mà sắc xa pi liquidity model ដែលមានឈ្មោះថា external liquidity ឬក៏ internal liquidity ដើម្បីសិក្សាវាយើងមកមើលបន្ទាត់ឡាញមួយសិនដើម្បីសួរបញ្ចូលអ្នកគ្នានៅពេលដែលគ្នាបានបន្ទាត់ឡាញប៉ុណ្ណឹងយើងទី1យើងត្រូវយក structure សិនចាប់ structure តបមកយើងរក external យើងរក low របស់ structure នៅពេលដែលយើងបាន low high របស់ structure ហើយអ្វីដែលយើងត្រូវរកគឺនៅក្នុង internal គឺមានតួឯក2របស់យើងគឺជាមួយនឹង fair value gap ឬក៏ order block ដែលភាគច្រើនអ្នកគ្នាហៅ supply demand ឥឡូវទី1 order block ភាគច្រើនគេហៅ demand មួយទៀត fair value gap តួឯករបស់យើងគឺមាន2ហ្នឹងអញ្ចឹងនៅពេលដែលយើងបង្កើតបានប៉ុណ្ណឹងសិក្សាប៉ុណ្ណឹងទី1យើងអ្វីដែលយើងដឹងនៅពេលដែលប៉ះ internal គឺវានឹងមករក external អញ្ចឹងនៅពេលដែលវាប៉ះហើយយើងត្រូវសិក្សា liquidity នៅ low time frame ទៀតតែនេះគ្រាន់តែបញ្ចូលត្រួសយើងអត់តដល់មេរៀនដែលយើងត្រូវបញ្ចូលទេអញ្ចឹងយើងមកមើលទីផ្សារជាក់ស្ដែងទី1យើងទទួលបាន structure មួយទៀតយើងទទួលបាន internal in ខាងក្នុង x ខាងក្រៅin គឺនេះគឺជា key របស់យើងអញ្ចឹងវាបានប៉ះ key របស់យើងហើយនេះគឺជា low របស់ structure អញ្ចឹងយើងប៉ះប៉ុណ្្នឹងហើយអ្វីដែលយើងដឹងគឺវាអាចនឹងមកផ្ដាច់ low ប៉ុន្តែទី1យើងត្រូវសិក្សាពី liquidity នៅ low time frame មួយទៀតការ confirm នៅ low time frame អញ្ចឹងហើយមួយទៀតសិក្សាពីលំហូររបស់ទីផ្សារបច្ចុប្បន្នគឺវាកំពុងតែស្ថិតនៅក្នុង zone sideways time frame ធំអញ្ចឹងអ្វីដែលយើងអាចជៀសបាននៅពេលដែលយើងប្រើ time frame ធំយើងឃើញតំបន់បែបហ្នឹងហើយយើងអត់គួរចូលទេអញ្ចឹងនេះគ្រាន់តែខ្ញុំយកមកឧទាហរណ៍អ្នកគ្នាទេអ្វីដែលវាមានលទ្ធភាពអាចគឺវាមកផ្ដាច់ low ហ្នឹងប៉ុន្តែបច្ចុប្បន្នគឺវាអត់មានទិសដៅច្បាស់លាស់ទេអញ្ចឹងយើងអត់គួរ trade ទេនៅសម្រាប់ការ trade បែប time frame ធំឥឡូវគឺយើងគ្រាន់តែឧទាហរណ៍ទេអញ្ចឹងចំពោះវីដេអូនេះគឺមានប៉ុណ្្នឹងទេ